វីដេអូនេះខ្ញុំបង្ហាញពីរបៀបការ remove background ពណ៌ខៀវមកពណ៌សវិញសម្រាប់បងប្អូនធ្វើរូប 4x6 យើងបដូរ background ពណ៌ខៀវមកពណ៌ផ្សេងវិញហើយដែលបងប្អូនចង់បានគឺពណ៌សមិនត្រូវបងប្អូនដាក់ពាក្យនៅកន្លែងណាមួយហ្នឹងហើយបងយើងបើក Canva ចឹងណាហើយមានចាញ់ចំណងបែបនេះបងប្អូនទៅរកនៅកន្លែងពាក្យថា custom size នៅកន្លែងចុងនេះមកវាចាញ់ទីក្រុងព្រោះនេះបងប្អូនយើងឲ្យវាយតាមខ្ញុំបានកន្លែងនេះហ្នឹងហើយ4គុណទំហំ4គុណ6ចាំបងប្អូនមិនទៅបើកកុំព្យូទ័រឬក៏ Photoshop ហើយវាយូរវាវែងឆ្ងាយយើងទៅសាប់ទៀតក៏បាត់ដែរហ្នឹងហើយកន្លែងហ្នឹងហើយធ្វើតាមខ្ញុំមកយើងវាយលេខពេញលេខ2សង់ទីម៉ែត្រតាមខ្ញុំហើយវាចូលដល់កន្លែងនេះហើយវាបានយើងបានទំហំ4x6ហើយដល់កន្លែងនេះបងប្អូននៅរកកន្លែង upload file ហ្នឹងហើយ upload file ហើយកន្លែងនេះដោយសារខ្ញុំធ្លាប់ upload ទឹកមុនហើយបងប្អូនតែនៅដៃថ្មីបងប្អូនយក upload file យកកន្លែង device វិញបងប្អូនទៅយករូបភាព 4x6 នេះសម្រាប់ខ្ញុំដែលខ្ញុំធ្លាប់ upload ពីមុនមកខ្ញុំយកកន្លែងនេះកន្លែងដែលហ្នឹងហើយកន្លែងវាមានស្រាប់តែម្ដងហើយយើងមកពង្រីកឲ្យវាទំហំវាស្មើជាមួយនឹងអ្វីដែលយើងកំណត់របស់វាស្មើចេះមកហើយតែប៉ុណ្ណឹងវាអូខេហើយបងប្អូនហើយអូខេប៉ុណ្ណឹងអូខេប៉ុណ្ណឹងកន្លែងនេះយើងដល់កន្លែងនេះយើងបងប្អូនធ្វើការ remove ទៀតយើងយកពាក្យថា BG remover កន្លែងនេះយើងចាត់វាមកផាច់ទៅវានឹង scan remove background ពណ៌ខៀវយើងយក background ពណ៌សមកយើងមកវិញចឹងនេះតែនេះបងប្អូនយល់ហ្នឹងវាបានហើយប៉ុណ្ណឹងហើយយើងបច្ចេកយើងអត់តែប៉ុណ្ណឹងយើងមានតែ save ក្រោយពី save កន្លែងនេះហើយបងប្អូនកុំភ្លេចចុច subscribe ណាខ្ញុំនេះមួយដើម្បីនឹងការវីដេអូចេញម្លែកបងប្អូនហើយងាយស្រួលទៀតហ្នឹងហើយដល់កន្លែងនេះបងប្អូនចូលអកន្លែង photo យើងយករូបដែលយើង remove មិញហើយយើងធ្វើការក្របវាបន្តទៀតអាហ្នឹងយើងបានជោគជ័យហើយហ្នឹងហើយជាចង់យើងក្របគេមកហើយវាស្មើ4:1របស់យើងតែហ្នឹងអូខេហើយកុំភ្លេចចុច like share មួយសូមអរគុណ